ចង់ដាក់ lock ក្នុង Messenger បែបនេះមែនទេតោះទៅតាមដានវីដេអូជាមួយខ្ញុំបាទទាំងអស់គ្នាដូចតទៅបាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានคลิปវីដេអូថ្មីមួយចង់ចែករំលែកទៅដល់អ្នកគ្នាអំពីការដាក់ lock ក្នុង Messenger ហើយការដាក់ lock គឺយើងមានតាមប្រយោជន៍នៅពេលដែលគេចង់បើក Messenger របស់យើងគឺទាល់តែមានការដោះ lock របស់យើងអញ្ចឹងបើខាតពេលយូរអ្នកគ្នាចូលទៅក្នុងកម្មវិធី Messenger ឬក៏ហៅថា chat អ្នកគ្នាចូលមកកន្លែងប៊ូតុង menu ពាក្យខាងក្រោមត្រី3នេះអ្នកគ្នាចូល setting សញ្ញាកង់ចាក់តោះមកអ្នកគ្នាមកផ្ទៃខាងក្រោមអ្នកគ្នានឹងឃើញពាក្យថា privacy and safety អញ្ចឹងអ្នកគ្នាចុចលើពាក្យនេះតែម្ដងតោះមកអ្នកគ្នាក៏លេខមកឃើញពាក្យថា app lock អ្នកគ្នាចុចពាក្យថា app lock ដល់ពេលដែលអ្នកទាំងពីរចុចពាក្យ app lock ហើយអ្នកគ្នានឹងឃើញប៊ូតុងខាងលើនេះអ្នកគ្នាចុចបើកមកបាទអញ្ចឹងក្នុងការដាក់នេះគឺយើងបើសិនជាមានការ scan មុខឬក៏យ៉ាងណាយើងចុច scan បាទវានឹងបើកអញ្ចឹងយើងយកទី1ដែលគេដាក់ after leave Messenger អញ្ចឹងទីហោខ្ញុំអូសចោលអញ្ចឹងខ្ញុំចូលអញ្ចឹងវានឹងជាប់ lock អញ្ចឹងតោះតែមានការ scan មុខឬក៏ដោះ lock passcode របស់បាទសម្រាប់វីដេអូខ្ញុំបាទមានប៉ុណ្ណឹងសូមអរគុណ